សួស្តីបងប្អូនទាំងគ្នានេះគឺជាទីតាំងនៅក្នុងរាជធានីភ្នំពេញបាទជាក់ស្ដែងឲ្យមែនតើនេះជាពេលរាត្រីដែលថតពីលើសាឡាងទៅបាទខេរ៉ូតងជាតិខ្មែរយើងនេះគឺជាកោះនរាបាទហើយតំបន់ដែលនៅខាងនេះគេតំបន់កោះពេជ្របាទThe Peak The Break មាននាការមានអីនៅពេលយប់បាទគឺស្រស់ស្អាតមិនចាញ់បតទេគ្រាន់តែអគារតំបន់ហ្នឹងមួយចំនួនមិនទាន់បានសាងសង់រួចរាល់ 100% បាទហើយបើយើងកលេចមើលឲ្យមែនតើតំបន់នេះនៅពេលដែលអគារ 4-5 ដែលគេសាងសង់រួចរាល់ 100% ហើយមានពន្លឺដូចគ្នាទៅនឹងអគារអមសងខាងហ្នឹងតែម្ដងបាទហើយថតទៅលើទឹកទៅមេឃអារម្មណ៍ស្រេចផងហើយតំបន់នេះវិញនៅមុខព្រះបរមរាជវាំងបាទទូរស័ព្ទ iPhone របស់ខ្ញុំវាថតទៅប្រើបន្តិចប៉ុន្តែនៅមុខរាជវាំងហ្នឹងក៏មានអគារកំពុងតែសាងសង់នោះច្រើនដែរបាទហើយយើងថតពេលយប់ទៅរឿងល្ងឹតដូចគ្នាតែអាចស្ទង់3ទៅ5ឆ្នាំអីទៀតអគារទាំងអស់ហ្នឹងគឺត្រូវបានសាងសង់រួចរាល់ 100% នៅពេលហ្នឹងគឺពន្លឺចាញ់ចាំងខ្លាំងក្លាហើយបាទខ្លាំងក្លាហើយនេះជាអ្វីជាទស្សនវិជ្ជាមួយនៅរាជធានីភ្នំពេញបាទហើយបើតំបន់នេះគេហៅតំបន់ជ្រោយចង្វាតំបន់ជ្រោយចង្វាហ្នឹងពោពេញទៅដោយអគារដែរគឺអភិវឌ្ឍដោយក្រុមហ៊ុន OCIC របស់អ្នកអង្គការពងគៀវខ្សែបាទនេះស្ពានបាទស្ពាននេះខ្ញុំថតពេលរាត្រីតែម្ដងដើម្បីចែកជូនអស់គ្នាមើលតែនឹងប្រហែលឆ្នាំទៀតហ្នឹងយើងរៀបចំបានស្រួល 100% ហើយបាទហើយបើនៅខាងនេះតំបន់ជ្រោយចង្វាម្ដងបាទតំបន់ជ្រោយចង្វាតំបន់នេះក៏មានការអភិវឌ្ឍខ្ពស់ដែរបាទអញ្ចឹងតំបន់ទាំងអស់នេះសុទ្ធតែមានការអភិវឌ្ឍខ្ពស់នៅតំបន់ជ្រោយចង្វាហើយការរៀបចំក៏ស្អាតដែរហើយអគារមួយកណ្ដាលគេហ្នឹងគឺអគារសុខាហូថែលហ្នឹង